បដាញោមក៏ទាក់ទងនឹងការសិក្សាព្រះបរិយ័តនឹងសំខាន់ពោឯខាងដើមនៃការសិក្សាព្រះបរិយ័តនឹងក៏យើងកប់30គប់សពអរោះដើម្បីយើងកែទិដ្ឋិយើងឲ្យត្រង់ណាពោបើយើងខ្វះការសិបគប់សពអរោះខ្វះព្រះបរិយ័តនេះយើងមកចាប់ផ្ដើមជាមួយការបដិបត្តិក៏បានដោយលំបាកដែរប៉ិនញោមគួរតែបង្កើតមេត្តាចិត្តញោមណាពោសង្សារវដ្តនេះបើសិនជាយើងជាបុគ្គលយល់ត្រូវតាំងពីអតីតជាតិមកសម័យព្រះម្លេះយើងបានផុតទុក្ខយើងជាព្រះអរិយបុគ្គលរួចទៅហើយចុះហេតុអ្វីបានញោមបានអាត្មាភាពបានសត្វលោកជាច្រើនដែលត្រូវវិលប្រពុតលោកត្រាស់ដឹងដូចជាក្របខ្សាច់ពោព្រះអង្គព្រះនិព្វានទៅនាំព្រះអរហន្តទៅក៏រាប់មិនអស់លើក្របខ្សាច់ទៀតចុះហេតុអ្វីក៏មិនមានញោមមិនមានអាត្មាមិនមានពួកយើងទាំងអស់គ្នាព្រោះហេតុអីញោមពោនេះជាទោសព្រោះស្ដីល្ងងខ្លៅយើងពីជាតិមុនណាពោអត្តភាពមុនគេនឿយណាយគេសេពគប់សបរោះគេរួចចាក់ទុកហើយតែយើងនឹងនៅភ្លើតភ្លើនជាមួយសង្ខារកខណ្ឌទាំងអស់នេះពោម្យ៉ាងទៀតយើងនៅវិលវល់ជាមួយការយល់ខុសនិងយល់ត្រូវមិនច្បាស់លាស់ចឹងបានយើងនៅតូលមកដល់ថ្ងៃហ្នឹងញោមពោញោមធ្វើទុកក្នុងចិត្តដល់បាយប្រកបដោយបញ្ញានិងករុណាចិត្តចំពោះសត្វលោកពោសត្វដែលល្ងងខ្លៅក៏យើងមានចិត្តមេត្តាទៅឲ្យសូមជូនពរឲ្យគេបានភ្លឺគេបានស្រឡះថ្ងៃណាមួយហើយបើសិនជាយើងល្ងងហ្នឹងក៏សូមឲ្យយើងបានជួបសប្បុរសកាលណាដែលយើងមិនតាន់ជួបសប្បុរសយើងក៏មិនបានភ្លឺដែរពោយ៉ាងណាមិញបើសិនជាគេល្ងងនោះក៏សូមឲ្យជូនពរឲ្យគេបានជួបសប្បុរសពេលដែលគេបានជួបសប្បុរសគេនឹងបានភ្លឺដូចយើងបង្កើតមេត្តានិងករុណាក្នុងចិត្តឲ្យច្រើនញោមនឹងបានសេចក្តីសុខផងហើយគាត់នោះក៏បានសេចក្តីសុខអំពីយើងដែរពោសាធុពោកាលណាដែលយើងសេពគប់យើងប្រាថ្នាសិក្សាយើងសេពគប់អ្នកចេះដឹងផ្នែកខាងព្រះបរិយ័តលោកបរិញ្ញាយើងឲ្យយើងចេះក្នុងព្រះបរិយ័តហ្នឹងឈ្មោះថាយើងស្វែងរកគ្រូអាចារ្យដែលចេះបរិយ័តពោតាក់ទងនឹងការអប់រំចិត្តការបប្រតិបត្តិដូចគ្នាញោមមិនអាចត្រឹមបរិយ័តហើយញោមអាចចាក់ធ្លុះបប្រតិបត្តិទេញោមត្រូវតែចម្រើនញោមត្រូវតែស្វែងរកគ្រូអាចារ្យណាដែលលោកចេះផ្នែកបប្រតិបត្តិតាមបែបផ្លូវដែលមិនខុសតាមពុទ្ធដីកាតាមពុទ្ធវចនៈពោហើយគ្រូអាចារ្យនោះក៏ជាអ្នកចេះដឹងព្រះបរិយ័តហើយក៏លោកជាអ្នកបប្រតិបត្តិដែលមិនខុសពីទ្វារវាទរបស់ព្រះមានភាបិដកនិងអដ្ឋកថាពោសាធុមានពុទ្ធបរិស័ទជាច្រើនដែលគាត់ចេះបរិយ័តប៉ុន្តែគាត់ខំប្រឹងស្ដាប់ខំប្រឹងរៀនឬថាធម៌ព្រះអង្គរងាប់ឲ្យគាត់ផុតលោភៈទោសៈមោហៈតែគាត់នៅតែខឹងនៅតែកាចនៅតែឆេវឆាវតែគាត់ចេះច្រើនប៉ុន្តែគាត់ឆាប់ស្អប់ពើមឆាប់មើលងាយឬគាត់ឆាប់ខឹងហាក់ដូចជាគាត់នឹងយល់ធម៌ប៉ុន្តែគាត់មិនអាចទប់ស្កាត់នៅអកុសលដែលវាកើតឡើងបានណាពោកន្លែងនឹងហើយបានយើងចាំបាច់ត្រូវស្វែងរកគ្រូអាចារ្យមួយជាអ្នកត្រឹមត្រូវដែលលោកមានវិធីបង្រៀននិងជំនាញទេពកោសល្យក្នុងការហ្វឹកហាត់យើងឲ្យយើងស្គាល់អំពីរបៀបនៃការតម្កល់ចិត្តបែបណាហ្វឹកហាត់បែបណាដើម្បីឲ្យយើងនឹងលះលោភៈទោសៈនិងមោហៈនេះបានពោញោមទៅនឹងការបដិបត្តិនឹងมันអាចញោមស្ដាប់អាត្មាប៉ុណ្ណឹងហើយញោមអាចបដិបត្តិបានទេពោញោមចាំបាច់មករៀនពោណាញោមគួរតែមានពេលខែណាថ្ងៃណាក៏បានពេលណាដែលញោមមានពេលអាចឆ្លៀតបានញោមអញ្ជើញមករៀនមួយសប្តាហ៍ពោមួយសប្តាហ៍7ថ្ងៃពីថ្ងៃអាទិត្យដល់ថ្ងៃសៅរ៍ញោមមករៀនមកតែម្ដងនេះចេះហើយខ្ញុំអាចយកមេរៀនអាត្មាសរសេរបោះពុំជាស្ភៅមួយសន្លឹកបរៀនអំពីផ្លូវតាមវិបស្សនាហ្នឹងខ្ញុំអាចយកទៅបប្រតិបត្តិបានពោឥឡូវមានពុទ្ធបរិស័ទគាត់និច្ចាពិធម្មគាត់មករៀនច្រើនពោទាំងគ្រូទាំងអីនោះមកច្រើនពោខ្ញុំអាចមករៀនបានពោណាពោសាធុខ្ញុំឧបមាដូចជាក្មេងតូចខ្ញុំយើងនៅពីតូចមកញោមផ្លាប់បរៀនកូនញោមមកមិនដឹងថាញោមមានគ្រួសារមានកូនមានបុត្រដែរទេពោឧបមាថាការយើងនៅពីក្មេងម្ដាយយើងនឹងបរៀនយើងឲ្យយើងចេះដើរគាត់ប្រាប់យើងថាដើរទៅគឺគេងើបឈរឲ្យគេដើរអញ្ចឹងហើយយើងអាចយល់អំពីការដើរពោឬក៏យើងរៀនជិះកង់ម្ដាយយើងឬក៏ពូមីងអ៊ំយើងឲ្យយើងរៀនជិះកង់យើងឃើញគេជិះឲ្យយើងមើលយើងក៏យល់ពោប៉ុន្តែពេលដែលយើងរៀនហ្នឹងញោមចាប់ផ្ដើមឡើងជិះភ្លេងខ្ញុំជាតិកើតទេញោមប្រកាសជាឡើងឲ្យដួលតែម្ដងពោសិនជាញោមឡើងដួលដើម្បីឲ្យការជិះរបស់ញោមនឹងឆាប់បានចេះបានលឿនឆាប់បានយល់ញោមមិនលំបាកក្នុងការរៀនជិះញោមចាំបាច់មានពូមានបងមានម្ដាយឬក៏ឪពុកនឹងអង្គុយពីក្រោយគាត់ពេកអង្គុយពីក្រោយយើងហើយពេលដែលយើងជិះទៅពេលដែលចកោតយើងរេគាត់យកជើងរបស់គាត់ទប់ពោអញ្ចឹងយើងជិះទៅយើងអាចដួលកង់ហើយយើងនឹងអធិរហូតពេលដែលយើងស៊ំជើងហើយគាត់ប្រឡែងជើងម្ដងម្កាលរយៈពេលខ្លីទេញោមបើសិនជាញោមរៀនជិះកង់ដោយមានគ្រូជំនួយពីខាងក្រោយញោមរៀនតែត្រឹមតែកន្លះថ្ងៃញោមអាចចេះបានណាពោយ៉ាងយូរមួយថ្ងៃគឺចេះហើយពោ
តែបើសិនជាញោមរៀនខ្លួនឯងគេប្រាប់ញោមឲ្យញោមរៀនជិះញោមរៀនធាក់ខ្លួនឯងញោមអាចចំណាយពេល3 4ថ្ងៃជួនកាលកន្លះខែបានយើងអាចជិះបានល្អយ៉ាងណាមិញតកតងនឹងការបង្រៀនរបស់គ្រូវិបស្សនាដូចគ្នាញោមបើសិនបើជាយើងចាប់ផ្ដើមជាមួយវិបស្សនាបើសិនជាយើងមានគ្រូបង្រៀនពីក្រោយបញ្យលយើងអប់រំយើងរយៈពេល7ថ្ងៃនឹងញោមច្បាស់ហើយញោមចេះពេលដែលញោមត្រឡប់ទៅផ្ទះវិញញោមអាចបប្រតិបត្តិបានដោយញោមគាត់ផ្ញើសារសាកសួរអាត្មាភាពតាម voice messenger មកអាត្មាបញ្យលញោមអាចបប្រតិបត្តិបានដោយញោមអត់មានសេចក្តីព្រួយបារម្ភទេបងពេលដែលញោមចេះព្រះបរិយ័តចេះព្រះបរិយ័តជាមួយនឹងការបប្រតិបត្តិ7ថ្ងៃពីរបៀបនៃការបប្រតិបត្តិវិបស្សនានោះញោមទៅវិញញោមស្ដាប់ព្រះបរិយ័តធម៌ដែលធម្មមកទឹកសម្ដែងមួយណាក៏ញោមស្ដាប់ទៅងាយយល់ដែរព្រោះយើងចេះពីវិធីបប្រតិបត្តិច្បាស់លាស់ហើយយើងស្ដាប់ព្រះបរិយ័តមើលបីដកហ្នឹងគឺងាយយល់ណាស់ហើយយើងចេះថ្លានឹងគុណព្រះអង្គកាន់តែខ្លាំងឡើងព្រោះការបប្រតិបត្តិនេះវាមានភាពពិសេសមួយដូចជាមនុស្សយើងដែលធ្លាប់តែលក់ផ្លែឈើតែយើងមិនដែលបានបរិភោគរសផ្លែឈើពេលដែលយើងបានបរិភោគរសផ្លែឈើបានយើងស្គាល់វាច្បាស់ថាអ្នកដែលបានកាន់ផ្លែឈើស្គាល់ផ្លែឈើនិងអ្នកដែលបានបរិភោគរសហ្នឹងវាមានសភាពខុសគ្នាផ្លែឈើអ្នកស្គាល់ផ្លែឈើគាត់បានទទួលផ្លែឈើគ្រប់ប្រភេទតែបើគាត់បានបរិភោគគាត់ស្គាល់រសផ្លែឈើទេទោះបីជាគាត់បរិយាយថាផ្លែប៉ោមមានរាងមូលមានរាងផតក្រោមផតលើហើយរាងដូចជាបេះដូងផ្លែក្រូចមានរាងមានសម្បុរពណ៌ខៀវគាត់បញ្យល់គេណែនាំគេយ៉ាងណាក៏ដោយបើគាត់អត់បានបរិភោគនៅតែគាត់មិនអាចនិយាយដល់កម្រិតពិសេសជាងការលក់ដែរគាត់បានត្រឹមតែការប្រៀបធៀបនៅរូបភាពផ្នែកខាងក្រៅតែគាត់មិនបានភ្លក់រសជាតិផ្លែឈើហ្នឹងគាត់មិនដឹងរសជាតិឆ្ងាញ់ទេការឆ្ងាញ់ហ្នឹងគឺមានភាពពិសេសជាងការប្រៀបធៀបនៃរូបផ្លែឈើហ្នឹងញោមយ៉ាងណាមិញធម៌ដែលយើងបប្រតិបត្តិដូចគ្នាពេលដែលញោមបប្រតិបត្តិញោមឃើញភាពពិសេសមួយដែលញោមអាចលះភាពខឹងក្រោធភាពឆេវឆាវភាពវង្វេងបានដោយអំណាចនៃការក្រេបរសការទទួលទានការបរិភោគរូបធម៌ហ្នឹងគឺវាមានភាពឆ្ងាញ់ពិសេសមួយជាងយើងសម្ដែងព្រះបរិយ័តយើងស្ដាប់ព្រះបរិយ័តស្ដាប់ព្រះធម៌ធម្មតាសាធុអ្នកដែលដឹងគឺបញ្ញាថ្នាក់វិបស្សនាថ្នាក់យើងត្រឹមស្ដាប់ពធគឺរៀនព្រះបរិយ័តធម៌អាចដឹងបានទេតតែបញ្ញាថ្នាក់វិបស្សនាយល់អ្នកដែលដឹងគឺបញ្ញាថ្នាក់វិបស្សនាថ្នាក់យើងត្រឹមស្ដាប់ពធគឺរៀនព្រះបរិយ័តធម៌អាចដឹងបានទេតតែបញ្ញាថ្នាក់វិបស្សនាយល់ធម៌ដែលជាខណ្ឌនេះណាធម៌ដែលជាបច្ចុប្បន្ននេះណាមានតែវិបស្សនាបញ្ញាទេបានទៅជាអ្នកស្គាល់ជាអ្នកឃើញយ៉ាងណាវិបស្សនាគឺជាការចូលទៅដល់បានឃើញតាមសេចក្តីពិតឃើញទេអញ្ចឹងឥឡូវនេះដែលបច្ចុប្បន្នដែលយើងកំពុងស្ដាប់នៅពធដែលយើងកំពុងតែសម្ដែងនៅពធនៅក្នុងគណៈនេះអ្វីដែលជាសេចក្តីពិតដែលជាធម៌បច្ចុប្បន្នដែលជាខណ្ឌគឺរូបធម៌និងនាមធម៌មានតែរូបធម៌និងនាមធម៌ទេរឿងយើងគឺអត់មានតទៅសោះសេចក្តីពិតណាគឺអញ្ចឹងគិតតែបើសិនជាយើងមិនដឹងនៅក្នុងសេចក្តីពិតក្នុងបច្ចុប្បន្ននេះហើយអញ្ចឹងកុសលរបស់យើងដែលថាស្ដាប់នៅពធនេះនោះជាសង្ខារដែលមានអវិជ្ជាជាបច្ច័យឃើញទេមកពីយើងអត់ដឹងសេចក្តីពិតខណៈដែលកំពុងស្ដាប់នៅពធតាមពិតគឺរូបធម៌និងនាមធម៌គ្រូសូមជូនពរឲ្យញោមសប្បុរសទាំងអស់គ្នាទាំងប្រុសទាំងស្រីពុទ្ធបរិស័ទអ្នកមានសេចក្តីចេតនាប្រាថ្នាមានដំណើរចិញ្ចាក់ទុកអំពីវត្តដាក់តាមផ្លូវកាយានុបស្សនាសតិប្បដ្ឋាននេះសូមឲ្យញាតិញោមបានឃើញច្បាស់នៅការកាត់លុតរបស់សង្ខារដែលអាចឆ្លងផុតរបស់ភូមិបានហើយបានឃើញច្បាស់នៅព្រះនិព្វានក្នុងការខាងមុខនៅក្នុងចិត្តនេះយ៉ាងប្រកបពុទ្ធសាធុ